ពីអតីតពលករចំណាក់ស្រុកទៅធ្វើការនៅស្រុកគេរយៈពេលជាង10ឆ្នាំត្រឡប់មកវិញគាត់វិវត្តខ្លួនបានប៉ុណ្ណេះខ្ញុំគិតថាមិនមែនជារឿងធម្មតាហើយក៏មិនមែនជារឿងចៃដន្យដែរគាត់លក់តែញោមត្រីដែងទេប៉ុន្តែមួយថ្ងៃគាត់ប្រើប្រាស់ជាមួយនឹងត្រីដែងស្រស់ហ្នឹងរហូតដល់ទៅកន្លះតោនដើម្បីធ្វើជាប្រភេទញោមត្រីដែងដែលគេញ៉ាំផ្ទាប់ជាមួយនឹងស្វាយជាមួយនឹងបន្លែជាមួយអីដូចអ្នកនរគ្នាបានឃើញនឹងអញ្ចឹងណាហើយដើមកំណើតនៃការធ្វើញោមត្រីដែងនេះដោយសារតែគាត់ជាអតីតធ្វើពលករនៅស្រុកគេនឹងឯងហើយពេលដែលធ្វើការទៅគាត់ចេះធ្វើអាញោមត្រីដែងហ្នឹងណាហើយដល់អញ្ចឹងទៅក៏ប្អូនស្រីគាត់ហៅគាត់ត្រឡប់មកស្រុកខ្មែរវិញដើម្បីធ្វើអាហ្នឹងលក់វិញមានអីអ្នកនរគ្នាអាការធ្វើរបស់គាត់ហ្នឹងតិចម្ដងសាកល្បងលក់ទៅចេះតែដាច់ទៅគាត់លក់នៅស្រុកខ្មែរហ្នឹងចូល5ឆ្នាំហើយអាចនិយាយបានថាគាត់ជាមនុស្សដំបូងគេហើយដែលលក់ជាប្រភេទញោមត្រីដែងហ្នឹងឯងហើយញោមត្រីដែងនេះគឺគេមាន process ច្រើនតង់មែនតើគេយកតាំងពីត្រីដែងជាប្រភេទត្រីដែងដែលរស់ស្រស់ណាអ្នកនរគ្នាឲ្យគាត់ថាយកមកពីខាងតាខ្មៅហើយសំបីតែបន្លែប្លុករបស់គាត់ហ្នឹងក៏យកមកពីខាងកំពង់ធំយកមកពីអីចឹងទៅសុទ្ធតែជារបស់ធម្មជាតិដែលប្រជាកសិករដាំតែផ្ទាល់តែម្ដងហើយត្រីដែងយកមកដូចឃើញអញ្ចឹងគឺរស់ហើយបានគាត់ចាប់ផ្ដើមធ្វើឲ្យបានគេយកទៅបំពងនិយាយទៅបំពងមកតង់ហើយបានចាប់ផ្ដើមយកតែសាច់យកតែអីទេហើយគេយកមកច្រាំនិយាយទៅច្រាំឡើងម៉ត់តែម្ដងអ្នកដូចអ្នកគ្នាបានឃើញនេះអញ្ចឹងណាហើយការច្រាំរបស់គាត់និយាយទៅសិតតែជ្រុញធំហើយប្រើប្រាស់កម្លាំងច្រើនមែនតើពេលដែលច្រាំម៉ត់ហើយបានគាត់ចាប់ផ្ដើមគេលាយគ្រឿងលាយអីទៅតាមលក្ខណៈបច្ចេកទេសហើយបានគេចាប់ផ្ដើមយកមកបំពងមកតង់ទៀតនិយាយទៅបំពងឡើងស្រួយតែម្ដងដូចអ្នកគ្នាបានឃើញនេះអញ្ចឹងហើយសម្រាប់ញោមត្រីដែងរបស់គាត់គឺគាត់មិនមែនលក់តែនៅក្នុងទីផ្សារស្រុកខ្មែរទេគាត់ធ្លាប់នាំចេញទៅប្រទេសចិនទៅប្រទេសអីចឹងណាដែលគេធ្លាប់បានមកសាកភ្លក់ហើយគេដឹងរួចជាតិថារបស់គាត់មិនបានគេចាប់ផ្ដើមកំងដាក់ផ្ញើទៅប្រទេសក្រៅទៀតនិយាយទៅមិនធម្មតាទេសម្រាប់អាជីវកម្មលក្ខណៈគ្រួសារមែនប៉ុន្តែក៏មើលងាយអ្នកនរគ្នាហើយគាត់ក៏ជាអតីតពលករដែរប៉ុន្តែការតស៊ូរបស់គាត់ខ្ញុំគិតថាបានមកដល់ប៉ុណ្ណឹងមិនមែនជារឿងចៃដន្យទេសិតតែស៊ូសិតតែប្រឹងហើយសំបីតែគ្រឿងរបស់គាត់ការរៀបចំហ្នឹងគឺល្អមែនតើដូចអ្នកនរគ្នាបានឃើញនេះអញ្ចឹងគាត់ប្រើប្រាស់ជាមួយនឹងអាត្រីដែងហ្នឹងបំពងឡើងស្រួយហើយគេប្រើប្រាស់ជាមួយនឹងទឹកត្រីហើយបើលក្ខណៈទឹកត្រីរបស់គាត់មិនមែនជាទឹកត្រីបុកឬក៏ទឹកត្រីកោះកុងទេប៉ុន្តែជាទឹកត្រីគាត់លាយមកបែបតាមលក្ខណៈបច្ចេកទេសរបស់គាត់ហ្នឹងធ្វើឲ្យវារសជាតិដិតដែលវាស័ក្តិសមជាមួយនឹងអាញោមត្រីដែងរបស់គាត់ហ្នឹងឯងហើយញោមត្រីដែងពងហ្នឹងពេលដែលខាំទៅស្រួយស្រាប់តែម្ដងដាក់ជាមួយនឹងខ្ទឹមក្រហមលាយជាមួយនឹងចេកខ្ចីអ្នកនរគ្នាដាក់ទៅចូលជាតិគ្នាមែនតើហើយបើសិនជាចង់សាកអីហ្នឹងអាចមករកកន្លែងគាត់